បញ្ឈប់គំនិតដែលគិតខ្វល់តាមពិតគំនិតដែលគិតឲ្យបានសុខមានតែតាចេះតែគិតឲ្យកើតទុកធ្វើអ្វីដូច្នេះដើម្បីឲ្យសម្បូរគំនិតល្អចេះគិតឲ្យសុខស្ងប់ត្រូវខំអានព្រះត្រៃបិដកនិងខំស្ដាប់ធម៌ត្រង់យកចំណុចសំខាន់មកគិតពិចារណាឲ្យយល់មានសទ្ធាមានសិលនិងមានបញ្ញាចម្រើនឡើងកាលណាបើយើងស្វែងរកជួបនៅខ្លឹមសារនៃជីវិតហើយយើងនឹងបានរស់នៅយ៉ាងរីករាយជាមួយនឹងសម្បត្តិខ្លឹមសារក្នុងជីវិតរីឯគំនិតគិតខ្វល់ជាទុកក្នុងរឿងផ្សេងក៏រសាយទៅព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកប្រាជ្ញរក្សាសេចក្តីមិនប្រមាទដូចជាគេរក្សានៅទ្រព្យដ៏ប្រសើរជំនួយសតិភាគទី22ទំព័រ99ដល់ទំព័រ100